បងសែលវីដេអូនេះមួយមានប្រយោជន៍មែនតើនេះគឺជាវីដេអូសម្រាប់បងដែលមានកម្រោងមកលេងនៅកោះរ៉ុងជាវីដេអូមួយដ៏សំខាន់ដែលបងពុំគួរមើលរំលងខ្ញុំនឹងប្រាប់ព័ត៌មាន detail ជូនបងច្បាស់អំពី boat trip ក្នុងពេលតែកន្លះថ្ងៃយើងអាចដើរលេងបានរហូតដល់ជុំវិញកោះនឹងទទួលបានអារម្មណ៍ជាច្រើនក្នុងពេលតែមួយបងកុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់ណាតោះមកមើលវីដេអូពេញជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជំរាបសួរស្វាគមន៍បងមកកាន់កោះរ៉ុងវីដេអូនេះខ្ញុំនឹងប្រាប់បងអំពីដំណើរការនៃការទៅលេង boat trip គឺឆ្លងកាត់អ្វីខ្លះនិងភ្ញៀវគាត់អាចទៅលេងកន្លែងណាបានខ្លះហើយសម្រាប់សកម្មភាពនៅពេលដែលយើងរៀបឡើងហើយនឹងចុះមកវិញមានសកម្មភាពអីខ្លះបងកុំភ្លេចតាមដានទាំងអស់គ្នានេះគឺយើងឡើងមកដល់ boat trip ហើយសម្រាប់ boat trip នេះផងដែរគឺបងចូលពីម៉ោង 1 កន្លះរហូតទៅដល់ម៉ោង 8 យប់ហើយសម្រាប់សកម្មភាពដែលគេលេងដំបូងនោះគឺមើលផ្កាថ្មនៅកោះតូចបងអាចមើលទិដ្ឋភាពនៅលើទូកនេះបានគឺភ្ញៀវគាត់មកលេងនៅទីនេះមានទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលមកជួញនៅនឹង boat trip នឹងផ្ទាល់តែម្ដងហើយសម្រាប់ boat trip នេះផងដែរបើបងខ្មែរភាគច្រើនគឺអត់ដែលធ្លាប់ដឹងនិងធ្លាប់មកលេងទេដោយសារតែ boat trip នេះគឺមានសម្បូរទៅដោយភ្ញៀវជនជាតិគាត់មកលេងច្រើនប៉ុន្តែបងអាចសាកមកលេងជាប្រភេទ boat trip បែបនេះយើងអាចសាងមិត្តថ្មីបានជាច្រើនអ្នកហើយនឹងអាចមកលេងបែប activity ផ្សេងជាច្រើនដែលយើងពុំស្របបានលេងហើយមួយទៀតហ្នឹងគឺចំណាយតិចមកលេងកោះគឺចំណេញច្រើនមែនតើសម្រាប់ boat trip នេះផងដែរគឺតកងទូគាត់នឹងនាំយើងទៅកន្លែងជាច្រើននឹងគាត់នាំយើងលេងនៅ activity ដែលកំពុងតែពីមួយកន្លែងទៅមួយកន្លែងពីមួយកន្លែងទៅមួយកន្លែងគឺដូចឃើញជាក់ស្ដែងអញ្ចឹងគឺមានតាំងពីមានសន្ទូចមានទាំងនុយហើយមានទាំងវ៉ែនតាមើលផ្កាថ្មទៀតណោះនិយាយទៅនៅលើទូកនេះគឺសម្បូរមែនតើបងបានត្រីរហូតចាហើយនេះគឺសម្រាប់ទិដ្ឋភាពនៅពីខាងក្រៅនៅពេលដែលពួកគាត់កំពុងតែស្ទូចត្រីមើលទៅពួកគាត់ពិតជា enjoy ជាមួយនឹងសកម្មភាពនេះមែនតើហើយសម្រាប់ activity បន្តនឹងវិញគឺខាងតកងទូកគាត់នាំភ្ញៀវលេងរហូតចឹងណាមានចាក់បាសមានអីរំលេងកំសាន្តនៅលើទូកនឹងជាច្រើនហើយយើងក៏ឈប់នៅកន្លែងឆ្នេរមួយកន្លែងដែលមានទេសភាពស្អាតទឹកថ្លាដូចកញ្ចក់អញ្ចឹងហើយភ្ញៀវគាត់អាចលេង enjoy នៅនឹងឆ្នេរនឹងបានអញ្ចឹងណាហើយសម្រាប់បងដែលងូតទឹកលេងហត់នៅលើទូកគឺគេចាំរៀបចំជាអាហារសម្រន់សម្រាប់ទទួលភ្ញៀវផងដែរម្នាក់ម្ចាស់មានតាំងពីភេសជ្ជៈនិងអាហារហើយភ្ញៀវគាត់លោតលេងសប្បាយមែនតើសម្រាប់បងដែលគាត់មិនធ្លាប់បានទទួលនៅអារម្មណ៍បែបសប្បាយបែបនេះគាត់អាចសាកមកលេងជាមួយនឹង boat trip ជាន់ជាមួយនឹងជនជាតិមានទាំងខ្មែរមានទាំងអាស៊ីមកជាច្រើនហើយនេះគឺជាអាហារដែលយើងបានរៀបចំទុកឲ្យភ្ញៀវហើយសម្រាប់ត្រីដែលភ្ញៀវបានចាស្ទូចបានហ្នឹងក៏យើងអាំងជូនគាត់ផងដែរចាមានជាប្រភេទ barbecue ស្លាប់មាន់មានបាយថ្ងៃខ្លះទៅមានជាសាឡាត់អីចឹងណាគេអាចឆ្លាស់គ្នាតាមហ្នឹងហើយបងអាច enjoy មើល sunset ជាមួយនឹងញ៉ាំអាហារតិចតួចហ្នឹងទៅនេះគឺយើងចាប់ផ្ដើមមើល sunset ហើយគឺទេសភាពស្អាតមែនតែនក្នុងកំឡុងពេលខែ2ខែ3ខែ4ហ្នឹងគឺពេញស្អាតតែម្ដង sunset តោះបងមក enjoy មើល sunset ជាមួយនាងខ្ញុំទាំងអស់គ្នាហើយបងគិតថា activity នៅចាប់ត្រឹម sunset នឹងមែនអត់ទេបងគឺគេនៅមានរំលេងកំសាន្តនៅលើទូកជាមួយនឹងភ្ញៀវជនជាតិជាច្រើនអ្នកដែលគាត់បានលេងនិយាយទៅគាត់បែបឈៀល relax
នេះបងបងយើងត្រៀមខ្លួនទៅលេង FT ចុងក្រោយនោះគឺប្លង់តង់សម្រាប់ផ្លានតង់នេះផងដែរគឺពិតជាស្រស់ស្អាតមែនតើបងបងនៅខាងក្រៅអាចមើលឃើញច្បាស់ជាងនេះប៉ុន្តែអាស្រ័យទៅលើការអាកាសធាតុជាមួយនឹងភាពងងឹតនៃទីកន្លែងដែលយើងកំពុងមើលនឹងផងដែរបងបងចាអរគុណច្រើនបងបងសម្រាប់ការទស្សនានេះគឺភ្ញៀវគាត់មកដល់ផែវិញហើយអរគុណច្រើនសម្រាប់ការតាមដានអរគុណ